រឿងខ្លាចង់ដណ្ដើមតំណែងស្ដេចព្រៃពីដំរីកាលពីសម័យបុរាណមានព្រៃធំសម្បូរបែបមួយដែលពោរពេញដោយសត្វជាច្រើនប្រភេទរស់នៅជាមួយគ្នាដោយសុខសាន្តនៅទីនោះសត្វទាំងអស់បានគោរពដំរីមួយជាស្ដេចព្រៃព្រោះវាមានកម្លាំងធំមហិមាប៉ុន្តែសំខាន់ជាងគេគឺវាមានចិត្តសប្បុរសស្ងប់ស្ងាត់និងយុត្តិធម៌ដំរីមិនដែលប្រើអំណាចរបស់ខ្លួនដើម្បីគំរាមសត្វដទៃទេវាតែងជួយសត្វតូចៗឧស្សាហ៍ដឹកនាំពួកវាទៅរកទឹកនៅរដូវប្រាំងហើយការពារពួកវាពីគ្រោះថ្នាក់ដោយហេតុនេះហើយសត្វទាំងអស់ស្រឡាញ់និងគោរពវាខ្លាំងណាស់ប៉ុន្តែមិនមែនសត្វទាំងអស់ពេញចិត្តនឹងស្ថានភាពនេះទេនៅជ្រុងព្រៃមួយមានខ្លាមួយដែលមានចិត្តក្លាហាននិងឆ្លាតវៃប៉ុន្តែពោរពេញដោយអំនួតនិងចង់បានអំណាចវាមើលឃើញថាខ្លួនឯងរហ័សក្លាហាននិងអាចបំផ្លាញសត្វផ្សេងៗបានយ៉ាងងាយដូច្នេះវាគិតថាហេតុអីបានជាខ្ញុំមិនអាចក្លាយជាស្ដេចព្រៃថ្ងៃមួយខ្លាបានហៅសត្វទាំងអស់មកប្រជុំក្រោមដើមឈើធំមួយហើយនិយាយថាបងប្អូនសត្វទាំងអស់គ្នាខ្ញុំគិតថាខ្ញុំសមជាស្ដេចជាងដំរីព្រោះខ្ញុំរហ័សក្លាហាននិងអាចការពារព្រៃបានល្អជាងសត្វទាំងអស់ស្ងប់ស្ងាត់មួយចំនួនមានការភ័យខ្លាចខ្លះទៀតមានការសង្ស័យដំរីបានឈរឡើងយ៉ាងស្ងប់ស្ងាត់ហើយនិយាយថាបើអ្នកគិតថាអ្នកសមជាងខ្ញុំយើងអាចសាកល្បងដោយយុត្តិធម៌មិនចាំបាច់ប្រើកម្លាំងឬអំពើអាក្រក់ទេសត្វទាំងអស់បានយល់ព្រមរៀបចំការប្រកួតជាច្រើនដើម្បីសាកល្បងថានរណាសមជាស្ដេចព្រៃពិតប្រាកដការប្រកួតទី1កម្លាំងខ្លានិងដំរីត្រូវប្រកួតអំពីកម្លាំងខ្លាបានបង្ហាញពីភាពរហ័សនិងការលោតខ្ពស់ប៉ុន្តែដំរីវិញបានបង្ហាញពីកម្លាំងធំដោយអាចរុញដើមឈើធំមួយឲ្យដួលបានសត្វទាំងអស់សរសើរទាំងពីរប៉ុន្តែមិនទាន់អាចសម្រេចបានការប្រកួតទី2បញ្ញាខ្លាបានប្រើល្បិចឆ្លាតដើម្បីឈ្នះក្នុងការសាកល្បងមួយចំនួនវាធ្វើឲ្យសត្វខ្លះជឿថាវាសមជាស្ដេចតែដំរីវិញមិនប្រើល្បិចអាក្រក់ទេវាដោះស្រាយបញ្ហាដោយស្មោះត្រង់និងមានការយល់ចិត្តការប្រកួតទី3មេត្តាករុណាសត្វទាំងអស់បានសម្រេចថានឹងមើលថានរណាមានចិត្តល្អជាងខណៈពេលកំពុងប្រកួតមានគ្រោះថ្នាក់មួយកើតឡើងភ្លើងបានឆេះនៅក្នុងព្រៃដោយសារខ្យល់ខ្លាំងសត្វតូចៗរត់គេចដោយភ័យខ្លាចខ្លាបានមើលឃើញហេតុការណ៍នេះហើយគិតតែពីការរក្សាជីវិតខ្លួនឯងវារត់គេចទៅកន្លែងមានសុវត្ថិភាពភ្លាមចំណែកដំរីវិញវាមិនគេចទេវាបានរត់ទៅរកទន្លេដឹកទឹកមកពន្លត់ភ្លើងជាបន្តបន្ទាប់ហើយហៅសត្វធំៗផ្សេងៗឲ្យជួយផងដែរវាបានការពារសត្វតូចៗឲ្យរត់ទៅកន្លែងមានសុវត្ថិភាពបន្ទាប់ពីពេលយូរភ្លើងបានត្រូវពន្លត់ហើយព្រៃត្រូវបានសង្គ្រោះសត្វទាំងអស់បានឃើញអ្វីដែលបានកើតឡើងពួកវាបានយល់ថាខ្លាអាចមានកម្លាំងនិងល្បិចប៉ុន្តែមិនមានចិត្តល្អគ្រប់គ្រាន់ទេដំរីមិនត្រឹមតែខ្លាំងប៉ុន្តែមានមេត្តាករុណានិងទំនួលខុសត្រូវចំពោះអ្នកដទៃនៅចុងក្រោយសត្វទាំងអស់បានប្រកាសឲ្យដំរីបន្តជាស្ដេចព្រៃខ្លាបានឱនក្បាលនិងស្គាល់កំហុសរបស់ខ្លួនវាបាននិយាយថាខ្ញុំបានរៀនថាអំណាចមិនមែនមានន័យថាឈ្នះគេប៉ុន្តែមានន័យថាជួយអ្នកដទៃចាប់ពីថ្ងៃនោះមកខ្លាបានផ្លាស់ប្ដូរខ្លួនឯងក្លាយជាសត្វដែលមានចិត្តល្អនិងជួយសត្វផ្សេងៗព្រៃទាំងមូលក៏បានរស់នៅដោយសុខសាន្តដូចមុនវិញមេរៀនពីរឿងនេះអ្នកដឹកនាំល្អត្រូវមានមេត្តាករុណានិងយុត្តិធម៌